សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាវិញហើយមិនទៅប្រធានបទហើយឆ្ងាយគឺប្រធានបទនិយាយអំពីផ្សិតរបស់ដដែលអញ្ចឹងបើកមកភ្លាមអ្នកទាំងអស់គ្នាគាត់ជិះឆ្ងល់ចុំសិនរបស់នេះចម្លែកអត់ចម្លែកទេអញ្ចឹងហេតុអ្វីបាន admin និយាយអំពីផ្សិតរបស់ថ្ងៃនេះទៀតព្រោះដោយសារតែចង់បង្ហាញនេះខាងក្បាលចានេះខាងកតុយហេតុអីបានវាដល់មកខាងកតុយអញ្ចឹងអ្វីដែលវាដោះមកហ្នឹងគឺដោយសារតែនេះលហែកអានេះវាលហែកណាអានេះក៏ដូចគ្នាដែរនេះក៏លហែកដែរតែអត់មានដកមកពីខាងក្រោមនោះគឺថាគេធ្វើខូចតែអត់មានចេញពីវីដេអូទេបងក៏ប៉ុន្តែដកតាមពីព្រឹកតែរវល់ទៅរៀនក៏ទុកធ្វើវីដេអូប្រាប់អ្នកទាំងអស់គ្នាអំពីអាហ្នឹងអញ្ចឹងយើងមកនិយាយអំពីវាលហែកបែបហ្នឹងវាដោះមកអញ្ចឹងតែយើងអាចចោះកន្លែងផ្សេងធ្វើដូចគ្នាមកវាបានដែរអ្នកទាំងអស់គ្នាតែជៀសវាងបំផុតយ៉ាត់ចូលទឹកណាយ៉ាត់ចូលទឹកកន្លែងនេះកន្លែងនេះវាអាចនឹងចូលទឹកអញ្ចឹងឃើញនេះវាចូលទឹកហើយចូលទឹកអញ្ចឹងមកន័យថាវាអត់ដើរទៅញ៉ាំទៅវាស្រក់ប៉ប៉ហ្នឹងបែរថាវាចូលទឹកសួរតែវាអញ្ចឹងយើងហូបបានអត់ហូបបានតែគ្នាណាផ្សិតភ្លៀងទៅវាចាប់ខូចដុំផ្សិតរបស់យើងបើវាដល់មកខាងមុខមកចេះមកយើងអាចថាបើមិនយើងទុកមកប្រឡោះទេយើងទុកប្រឡោះខាងដុំខាងនេះហើយយើងឲ្យវាដល់មកខាងនេះផងដល់ពីក្រោយផងយើងអាចចោះក៏គូកន្លែងនេះចោះក៏គូកន្លែងនេះចឹងហើយយើងអាចឲ្យវាដល់សងខាងចំណេញដែរតែប្រយ័ត្នបំផុតគឺការចូលទឹកទៅលើដុំផ្សិតវាអាចនឹងខូចដុំផ្សិតណាអានេះគឺវីរៈបុណ្យធម្មគាត់ដឹកមកគឺធ្វើឲ្យខូចដុំផ្សិតរបស់ខ្ញុំអញ្ចឹងអ្វីដែលខ្ញុំចង់និយាយនៅក្នុងវីដេអូនេះច្បាស់ថាផ្សិតនេះមិនមែនវាចង់ដោះមកទៅខាងក្បាលនេះទេបានន័យថាម៉េចវាដោះទាំងគ្រប់កន្លែងឲ្យទៅវាមានកន្លែងដែលអាចដោះចេញបានអញ្ចឹងអ្វីដែលយ៉ាងសំខាន់ហ្នឹងគឺគេចង់ឲ្យដោះមកកន្លែងអញ្ចឹងដោយសារតែទី1វាមានរបាំងនេះវាអត់ចូលទឹកមួយទៀតគឺវាអត់ងាយអស់ជីវជាតិព្រោះនេះការលាយនេះវាមានទាំងម្សៅហៅម្សៅអីម្សៅតំណាបយើងមានទាំងអាហារបំពងដូចជាម្សៅទន្សាយមានទាំងកបោសយើងមានទាំងស្កររងូហើយយើងមានដូចជាដើមកស៊ូដែលវាមានជីវជាតិខ្លាំងវាមិនងាយអស់ជីវជាតិក្នុងការបដិផ្សិតណាអញ្ចឹងទៅអានេះវាមានធាតុផ្សំលាយទាំងអស់អញ្ចឹងបើសិនជាវាដល់ច្រើនកន្លែងអត្រានៃការឆាប់អស់នៃអាយុដុំផ្សិតក៏វាឆាប់អស់ដូចគ្នាដែរអញ្ចឹងតែបើយើងអាចដកពីកន្លែងក៏ដកទៅវាមិនជាអស់ច្រើនហើយយើងចំណេញទៀតដោយសារតែយើងមានដុំផ្សិតតិចយើងអាចផ្គត់ផ្គង់ទីផ្សារបានច្រើនអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយមានអ្វីថ្មីអត់មាននឹង update ជាបន្ត